hai kia lên rất cha sao đây chưa này cái hai kia tổ đẹp xe bong bồn đẹp quá nhỉ đẹp quá nhỉបាទសូមជម្រាបសួរពុកម៉ែបងប្អូនអង្គពលមីញីតាជួបគ្នាម្ដងទៀតជាមួយនឹងភាគ2គឺឬក៏ជាភាគបញ្ចប់ដោយបងប្អូនអង្គពលមីញីតាបានតាមដានទស្សនាជាមួយភាគ1រួចទៅហើយគឺសកម្មភាពដែលបងប្អូនបានទស្សនាគឺពិតជាមិនធម្មតាទេបងប្អូនណាផុកផងភក់ផងឥឡូវនេះមកដល់ភាគ2នេះក៏មិនធម្មតាដែរបងប្អូនដូចបងប្អូនបានឃើញវីដេអូខាងដើមនេះអញ្ចឹងគឺឆ្លងទឹកព្រោះតំបន់ដែលខ្ញុំបានមកដល់ហ្នឹងគឺត្រូវកាត់ឆ្លងទឹកខ្សែដោយសារផ្លូវនេះគឺផ្លូវដូចថាដក់ដូចជាខ្សាច់លាយជាមួយទឹកអញ្ចឹងក៏ខែវស្សានេះគឺពេញលេងហើយគឺផ្លូវហ្នឹងគឺលិចរហូតរាល់ឆ្នាំតាមខ្ញុំចាំតែខ្ញុំបានធ្លាប់ធ្វើដំណើរជាមួយក្រុម trip ម៉ូតូត្រៃផ្លូវនេះជាផ្លូវមួយសប្បាយមែនក្នុងខែវស្សានេះខ្ញុំនឹងដាក់វីដេអូឲ្យបងប្អូនទស្សនានៅក្នុងហ្នឹងដែរ screen ជាមួយនឹងទស្សនវិជ្ជាផ្លូវដែលខ្ញុំធ្លាប់ធ្វើដំណើរពីមុនមកបាទអញ្ចឹងកុំឲ្យខាតពេលសូមបងប្អូនអំពូមីងរីករាយទស្សនាជាមួយវីដេអូសកម្មភាពខ្ញុំបន្តទៀតសូមអរគុណច្រើនUp.
ខេបងប្អូនជួបគ្នាម្ដងទៀតបន្ទាប់ពីយើងបានឆ្លងកាត់ជាមួយនឹងផ្លូវលិចទឹកមុននឹងហើយក៏មានម៉ូតូមួយគ្រឿងដែលបានចូលប្រេងសិនទឹកចូលប្រេងសិនគឺម៉ូតូ Honda តោះអសងបាទបងប្អូនអញ្ចឹងបន្ទាប់ពីយើងឆ្លងផុតហើយក៏មិនទាន់ផុតពីឧបសគ្គដែរគឺយើងនៅជិះឆ្លងកាត់ជាមួយខ្សាច់បន្ថែមទៀតផ្លូវនេះបើតាមខ្ញុំចាំដូចជាគួរសមដែរបងប្អូនមកកាត់ឡើងចេញទៅដល់មុំជួបផ្លូវជាតិហ៎បងប្អូនជួបផ្លូវកស៊ូវិញហ្នឹងអញ្ចឹងខែនេះគឺខែភ្លៀងអញ្ចឹងស្ថានភាពផ្លូវខ្សាច់ក៏វាមិនល្អប្រហែលដែរដោយសារភ្លៀងទៅវាមានទឹកធ្វើខ្សាច់យើងហាប់អញ្ចឹងស្រួលជីដែរក៏ថាស្រួលក៏បានថាមិនស្រួលក៏បានដែរបើថាអាស្រ័យទៅលើយើងអ្នកជីដែរអ្នកចេះជីដែរអញ្ចឹងបងប្អូនហើយសម្រាប់ផ្លូវនេះបើសិនជាខ្ញុំធ្លាប់ជីពេលខែប្រាំងដែលថាខែខ្សាច់គឺជ្រៅមែនតើបងប្អូនអាផ្លូវដែលយើងវាអត់មានទឹកខ្សាច់គឺមានស្ថានភាពផ្លូវខ្សាច់ច្រើនហើយក្រាស់បងប្អូនហើយល្អិលហើយពិបាកជីពេលខែប្រាំងហើយខ្ញុំធ្លាប់ជីអញ្ចឹងខ្ញុំដឹងពីស្ថានភាពផ្លូវហ្នឹងច្រើនហើយអញ្ចឹងខ្ញុំយល់គ្រាន់តែថាផ្លូវខ្សាច់នេះបើសិនតែពេលភ្លៀងអញ្ចឹងទៅគឺយើងស្រួលជីមែនវាហាប់បងប្អូនអូខេអញ្ចឹងវិលត្រឡប់មកស្ថានភាពផ្លូវយើងក៏ចិត្តចេញទៅដល់ផ្លូវកស៊ូហើយអញ្ចឹងទៅមានតែបងប្អូនរីករាយទស្សនាបន្តទៅទៀតបងប្អូនព្រោះយើងរងចាំតែចេញដល់ផ្លូវជាតិយើងនឹងផ្លាស់ប្ដូរប្រេងម៉ាស៊ីនជាមួយនឹងម៉ូតូ Honda ឧស្សាហ៍គាត់ទឹកចូលប្រេងម៉ាស៊ីនហើយអញ្ចឹងអត់អាចបន្តទៅវែងឆ្ងាយទៀតទេយើងសូត្រតែដល់ផ្លូវជាតិផ្លូវកស៊ូយើងរកកន្លែងដូរប្រេងម៉ាស៊ីនឲ្យគាត់តែម្ដងអរគុណច្រើនបងប្អូនរីករាយទស្សនាបន្តទៅទៀត
បាទសួស្តីបងប្អូនបន្ទាប់ពីយើងបានឆ្លងកាត់ជាមួយឧបសគ្គជាមួយនឹងផ្លូវដីផ្លូវខ្សាច់រួចរាល់ហើយយើងក៏បានមកជួបជាមួយនឹងផ្លូវជាតិឥឡូវនេះយើងកំពុងតែឈប់ផ្លាស់ប្ដូរប្រេងម៉ាស៊ីនជាមួយនឹងម៉ូតូសង់ហើយខ្ញុំសំទោសអត់បានថតជាសកម្មភាពផ្លាស់ប្ដូរទេគឺយើងពេលដែលខ្ញុំថតមិញហ្នឹងគឺបានរួចរាល់បាត់ទៅហើយអញ្ចឹងអ្វីដែលសំខាន់គឺយើងឲ្យតែបានប្ដូរប្រេងម៉ាស៊ីនទៅគឺរួចរាល់ហើយបងប្អូនអញ្ចឹងខ្ញុំក៏បន្តដំណើរទៅមុខទៀតជាមួយនឹងផ្លូវកស៊ូបាទផ្លូវនេះដែរគឺជាផ្លូវកស៊ូមួយដែលយើងចេញពីទឹកផុសដូចជាផ្លូវជាតិលេខ53បងប្អូនបុកទៅខាងជ្រាវទៅអារ៉ាល់ទៅអមលៀងគឺផ្លូវហ្នឹងហើយបងប្អូនអូខេអញ្ចឹងមកដល់កន្លែងនេះខ្ញុំបានលើផ្លូវហ្នឹងខ្ញុំបត់ស្ដាំក៏មកដល់កន្លែងស្ពានឈើមួយឆ្លងទៅខាងផ្លូវមួយដែលយើងជិះទៅផ្លូវក្នុងរាប់ជាមួយភ្នំដែលចាក់ទៅខាងថ្មក្រាលហើយនឹងកន្លែង resort មួយចំនួនដែលមានមើលផ្កាយបោះតង់resort ដង្ខៅអញ្ចឹងបងប្អូនព្រោះថាយើងអត់ទៅខាងហ្នឹងទេគោលដៅយើងគឺចាក់ទៅខាងផ្ទះតាយាយបងប្អូនបាទសម្រាប់ទេសភាពមួយកំណាត់ផ្លូវនេះដែលខ្ញុំបានធ្វើដំណើរគឺពិតជាស្រស់ស្អាតមែនតើបងប្អូននេះហើយកន្លែងដែលខ្ញុំបានឃើញ view ស្អាតពីភ្នំក៏ខ្ញុំឲ្យជប់ថតជុំគ្នាអញ្ចឹងណាបងប្អូនហើយអ្វីដែលយើងបានធ្វើដំណើរលើផ្លូវនេះគឺអាចទទួលយកបានមិនពិបាកពេកក៏មិនស្រួលពេកហើយក្នុងខែនេះដោយសារវស្សាគឺខែមានភ្លៀងបន្តិចបន្តួចនៅតាមផ្លូវរៀងគេហៅថារអិលតិចតួចតែបើសិនជាយើងធ្វើដំណើរនៅផ្លូវនេះខែក្នុង10ខែ11ឬក៏ខែ12ចន្លោះដែលយើងថាចប់រដូវកាលវស្សារដូវវស្សាគឺពិតជាស្រស់ស្អាតមែនតើបងប្អូនឡើយនេះគឺស្អាតណាស់ខ្ញុំហ៊ានធានាថា view វាលោតមែនតើនេះបងប្អូនគាត់ឃើញហើយអញ្ចឹងតែសង្ឃឹមថាបងប្អូនខ្លះក៏ស្គាល់បងប្អូនខ្លះមិនស្គាល់អាច comment បានខ្ញុំនឹង drop ជា map ជា pin location ឲ្យបងប្អូនសម្រាប់ឲ្យជិះតាមផ្លូវនឹងដើម្បីថតទេសភាពអញ្ចឹងបងប្អូនសម្រាប់ផ្លូវនេះបើសិនជាខែស្ងួតបើកឡានមកបានបងប្អូនមិនថាឡានទៀបអីក៏មកបានដែរមិនថាខែវស្សារៀងល្អតែប៉ុណ្្នឹងទេអាចបងប្អូនអាចមើលផ្លូវជាក់ស្ដែងបានសិនជាខែប្រាំងខ្ញុំគិតថាมันពិបាកប៉ុន្តែថាខែវស្សាមានភ្លៀងទៅក៏ធ្វើឲ្យផ្លូវរៀងជ្រាំគេហៅរៀងល្អរៀងអីចឹងណាបងប្អូនអូខេអញ្ចឹងឡើងមកដល់កន្លែងនេះខ្ញុំចាក់ទៅខាងរອບភ្នំ
ហើយជាពិបាកនឹងនិយាយប្រាប់ផ្លូវទីបងប្អូនដោយសារតំបន់មួយចំនួនខ្ញុំមិនសូវស្គាល់ច្បាស់ដែរហើយក៏ខ្ញុំពិបាកប្រាប់ផ្លូវទៅថាឲ្យចំគោលដៅដែលបងប្អូនចង់ទៅអញ្ចឹងណាអូខេអញ្ចឹងយើងមកដល់កន្លែងផ្លូវមួយដែលយើងជិះរកភ្នំចាក់ចេញទៅខាងស្ដាំដៃបាត់ស្ដាំដៃហ្នឹងគឺទៅខាងទំនប់ខាងថ្មក្រាលហើយបងប្អូនទៅចំបន្លាយកន្លែងថ្មក្រាលហើយយើងបាត់ទៅចូលក្នុងកន្លែងទឹកជ្រោះណាតែយើងអត់ទៅខាងថ្មក្រាលយើងចុះមកក្រោមតិចបានយើងចាក់ឡើងទៅផ្ទះតាយាយវិញបងប្អូនគេចាំទៅដល់ខាងមុខខ្ញុំនឹងនិយាយប្រាប់ពីផ្លូវបន្ថែមទៀតបងប្អូនចង់រីករាយទស្សនាជាមួយវីដេអូខ្ញុំបន្តទៀតអរគុណច្រើនបងប្អូនបាទសួស្តីបងប្អូនម្ដងទៀតឥឡូវនេះយើងបានកាត់មកដល់ក្នុងចំណុចមួយដែលខ្ញុំបានចុះទៅក្នុងទឹកនេះបិទផ្លូវនេះគឺខ្ញុំហោះពីកន្លែងទំនប់ផ្លូវចាក់ទៅថ្មក្រាលហើយបងប្អូនខ្ញុំកាត់មកអត់បានថតអញ្ចឹងមកផ្លូវខាងនេះខ្ញុំមកកាត់ទៅពេលផ្លូវដែលខ្ញុំថាកាត់ទៅចាក់តាមផ្លូវតាយាយផ្លូវលឿនហ្នឹងក៏ចំកន្លែងនេះទឹកលឹកជ្រៅអញ្ចឹងទៅក៏សាកលបងចូលមើលជ្រៅមែនតើធ្វើចូលដល់ផ្លូវបងប្អូនហើយបងជីស៊ីធីគាត់ចង់សាកទៅមើលផ្លូវហ្នឹងគាត់ជីទៅផុតអត់អីមិនតែក៏មើលសមាងគាត់គឺដល់កែបើយើងអត់អីទេតែអ្នកដែលម៉ូតូសមាងទៀបគឺចប់ហើយទៅចូលដឹងទៅលិចហើយទើបខ្ញុំសម្រេចចិត្តបកតាមផ្លូវមួយទៀតទៅតាមផ្លូវយើងទូទៅអញ្ចឹងហ៎បងប្អូនហើយមកដល់កន្លែងនេះក៏ខ្ញុំបានចូលមកដល់ផ្លូវ trail ផ្លូវចាក់ទៅផ្ទះតាយាយគាត់ថាផ្លូវផ្ទះតាយាយមានច្រើនដែលយើងចាក់ទៅចំទី1ដែលផ្លូវតាមផ្លាកសញ្ញាផ្ទះគាត់តែផ្លូវដែលខ្ញុំរត់ម្នាក់ឯងនៅខាងនេះគឺខ្ញុំមានផ្លូវមួយទៀតថាផ្លូវកាត់តែដំបូងហ្នឹងខ្ញុំថាមកនាំគ្នាមកនាំក្រុមអ្នកដែលជិះយើងជុំគ្នាចង់មកតាមប៉ុណ្ណឹងតែដោយសារខ្ញុំដែលជិះខ្ញុំចង់សាកទៅមើលផ្លូវហ្នឹងវាស្អាតឬក៏យ៉ាងម៉េចចឹងណាអញ្ចឹងក៏ខ្ញុំសម្រេចចិត្តទៅម្នាក់ឯងទៅប៉ុន្តែផ្លូវហ្នឹងខ្លីទេហើយកាត់ទៀតចុងក្រោយខ្ញុំទៅជួបពួកគាត់នៅខាងពាក់កណ្ដាលផ្លូវអញ្ចឹងពេលខ្ញុំត្រឡប់មកវិញមកខ្ញុំជិះមកតាមផ្លូវដែលខ្ញុំជិះមកសាកផ្លូវហ្នឹងបងប្អូនអញ្ចឹងផ្លូវផ្ទះតាយាយគឺដូចបងប្អូនមើលឃើញអញ្ចឹងហើយផ្លូវសបាយមានផ្លូវច្រើនដែលយើងអាចជិះលេងហើយបាទសម្រាប់ដីនៅផ្ទះតាយាយទីតាំងរបស់គាត់គឺស្ថានភាពផ្លូវបើយើងចេញពីផ្លូវដីក្រហមពីដែលយើងចាក់ទៅខាងទឹកជ្រោះថ្មក្រាលហ្នឹង
ព្រោះចម្ងាយដូចជាផ្ទូចូល10គីឡូជាងបងប្អូន11 12តាមខ្ញុំចាំហើយអ្វីដែលខ្ញុំបានធ្វើដំណើរតាមផ្លូវមួយនេះហ្នឹងគឺផ្លូវកាត់មួយទៀតបងប្អូនតែគាត់ថាបងប្អូនពិបាករកឲ្យព្រោះផ្លូវនេះអត់មានសញ្ញាមានអីជាសម្គាល់ទេព្រោះខ្ញុំដោយសារខ្ញុំមានជាផែនទីតាមទូរស័ព្ទរបស់ខ្ញុំអាចរកឃើញណាបើសិនបងប្អូនចង់ទៅលេងតែគាត់គឺគួរតែទៅតាមផ្លូវដែលមានសញ្ញាដែលគាត់ដាក់បង្ហាញអញ្ចឹងបងប្អូនបានឃើញនេះគឺផ្លូវដែលខ្ញុំបានចូលក្នុងដីដែលផ្លូវដែលតាមសញ្ញាផ្ទះតាយាយឯងបងប្អូនគឺស្ថានភាពផ្លូវបែបហ្នឹងមានសភាពធំល្មមនឹងឡានអាចទៅរួចបើតាមខ្ញុំចាំមានឡានជាកាមេរីឡានទីបអីទៅចូលបានបងប្អូនអត់អីទេតែបើខែនេះវាមិនទាន់ចូលខែវស្សាខ្លាំងចឹងអត់អីទេបងប្អូនប៉ុន្តែបើសិនស្ថានភាពខែវស្សាភ្លៀងជោគជាំប្រហែលជាពិបាកទៅចាយរៀងល្អិលហើយនឹងភ្លៀងលិចតាមកន្លែងអូខេអញ្ចឹងស្ថានភាពផ្លូវរបស់គាត់ចូលទៅក្នុងគឺបែបនេះបងប្អូនហើយនេះខ្សាច់គួរសមដែរតែដោយសារមានភ្លៀងទៅក៏រៀងគេហៅថាហាប់អញ្ចឹងស្រួលជីបងប្អូនអូខេបងប្អូនអញ្ចឹងមានតែបងប្អូនរីករាយទស្សនាជាមួយនឹងវីដេអូដែលខ្ញុំបានថតជាមួយនឹងតាមផ្លូវដែលខ្ញុំធ្វើដំណើរស្ថានភាពជាក់ស្ដែងចូលទៅផ្ទះតាយាយទាំងអស់គ្នាបងប្អូនសូមអរគុណបានមកដល់ហើយតាយាយតែដល់ដែរលើកទី1ឥឡូវបានស្គាល់ហើយអូខេស្អាតទេសភាពដល់មកតែផ្លូវស្គាល់ដល់កប់ស្រីទៀតរកមើលផ្លូវនេះមួយទៀតនឹងស្ពេកផ្លូវនេះចេញទៅដល់ច្រកលៀងអូខេយកមកពីនោះចូលខាងនេះអានេះផ្លូវទៅច្រកលៀងមួយទៀតគឺ the best ថ្ងៃណាតិចទៀតបាទខ្ញុំមកដល់ផ្ទះតាយាយហើយបងប្អូនប៉ុន្តែដោយសារខ្ញុំឈប់ផ្ទះតាយាយមិញទីខ្ញុំបានចូលបង្ហាញគឺផ្លូវដែលទៅត្រង់ហ្នឹងគឺទៅហួសទៀតហ្នឹងគឺផ្លូវចាក់ទៅខាងស្រែ7និងច្រកលៀងខ្ញុំក៏បានជិះទៅមុខបន្តិចដើម្បីឆែកមើលផ្លូវ
តែដោយសារ Hậu បន្ទប់ đẹp ខ្ញុំ xe វា bong bồn ទឹក busy សើមវាឆាប់រលត់អញ្ចឹងទៅក៏ខ្ញុំមិនចូលជ្រៅបានដែរចូលប្រហែលក្នុង4-5គីឡូបកវិញទេបងប្អូនហើយចូលមកដល់ហើយនេះគឺរថម៉ូតូដែលមកឆេះមកវិញបានសម្រាប់ចិត្តបកទៅវិញទៅដោយសារទឹកលិចតាមផ្លូវច្រើនពេកអូខេបងប្អូនឥឡូវនេះយើងបានមកដល់គោលដៅជាស្ថាពរហើយគឺផ្ទះតាយាយបងប្អូនបាទហើយថ្ងៃនេះក៏ពិតជាចៃដន្យមែនតើបានជួបអ្នកស្គាល់គ្នាទៀតហើយគឺបងប្រុសម្នាក់ដែលខ្ញុំបានធ្លាប់ចំណាំគាត់ដើរលេងហើយក៏ធ្លាប់ជួបគាត់នៅភូមិទឹកស្រែលើកមុនម្ដងដែរបាទអញ្ចឹងមិនថាយើងទៅណាមកណាបើយើងអ្នកស្រឡាញ់ធម្មជាតិស្រឡាញ់ការដើរលេងស្រឡាញ់ទេសចរគឺជាផុតមិនឆ្ងាយពីគ្នាទេបងប្អូននៅតែជួបគ្នាទៅណាក៏ជួបគ្នាដែរហើយดีใจដល់មែនតើព្រោះក្រុមថ្ងៃនេះមានក្រុមជិះម៉ូតូ City គាត់មកច្រើនណាស់គាត់មកគេងនឹងដែរបងប្អូនចូលចិត្ត20ម៉ូតូជាងតាមខ្ញុំចាំឃើញដូចជារកម៉ូតូច្រើនមែនតើបងប្អូនដូចបងប្អូនឃើញរូបភាពមុននឹងមិញបងប្អូនអូខេឥឡូវនេះបន្ទាប់ពីយើងបានមកដល់គោលដៅហើយយើងក៏បានរៀបចំចតម៉ូតូទុកសម្អាតខ្លួនរាងកាយតិចតួចអ្នកខ្លះងូតទឹកទៅអ្នកខ្លះក៏មិនងូតទេដោយសារគេចាំងូតទឹកឈ្មោះនៅខាងលើហើយខ្ញុំក៏បានរៀបចំទុកម៉ូតូជាពិសេសគឺហៅបាយហើយបងប្អូនអូខេវីដេអូមកត្រង់នេះគឺកាត់មកដល់ចំកន្លែងបាយអញ្ចឹងមុនហ្នឹងគេរៀបរាប់ហូបបាយខ្ញុំឥឡូវដើរទៅថតនឹងក្រួយទៅមិនបានតន់ក៏មកដល់នេះភ្លាមថតបានតែមួយផ្លែតទៅបងប្អូនអញ្ចឹងពេលហូបបាយហើយក៏ខ្ញុំឆ្លៀតពេលដើរមើលមួយផ្លែតម្ដងទៀតហើយក៏រៀបចំបង្ហោះជាមួយនឹង drone ដែលមើលពីលើតើសម្រស់ផ្ទះតាយាយដែលមើលពីលើអាកាសតើស្អាតយ៉ាងណាអញ្ចឹងណាបងប្អូនបាទត្រង់កន្លែងនេះគឺខ្ញុំបានថតតាហើយនេះហើយគឺជាម្ចាស់ដីគឺលោកតាខ្ញុំភ្លេចសួរឈ្មោះពិតប្រាកដរបស់គាត់ហើយបងប្អូនហើយប៉ុន្តែមួយទៀតយាយខ្ញុំមិនបានថតដែរដោយសារលឿនពេកនោះគាត់នៅឆ្វេងដៃនៅក្នុងរោងបងប្អូនហើយក៏សូមទោសផងដែរបងប្អូនទាំងអស់គ្នាដែលអត់បានថតរូបលោកតាលោកយាយទាំងពីរនាក់អញ្ចឹងចាំមើលវគ្គក្រោយចាំខ្ញុំប្រឌិតយករូបភាពឲ្យបានច្រើនជាងនឹងទៀតអរគុណសូមរីករាយទស្សនាជាមួយនឹងវីដេអូដ្រូនទាំងអស់គ្នាបងប្អូន
ខេបងប្អូនជួបគ្នាម្ដងទៀតជាមួយខ្ញុំបាទបន្ទាប់ពីយើងបានមើលទេសភាពពីលើអាកាសជាមួយនឹង drone ហើយតំបន់តាយាយគឺរៀងគេហៅថា hidden ណាលាក់ខ្លួននៅក្នុងព្រៃមែនតើបើយើងមើលពីលើហើយមានភ្នំអមសំខាងរុក្ខជាតិបៃតងបាទអញ្ចឹងបន្ទាប់ពីបានទស្សនាជាមួយ drone ហើយខ្ញុំបានធ្វើដំណើរបន្តទៅមុខទៀតនឹងការថ្មើរជើងគឺឡើងទៅលើទៅរកទឹកធ្លាក់រលាបគុយបងប្អូនដែលនៅក្រោយដីផ្ទះតាយាយនឹងតែម្ដងបងប្អូនហើយចម្ងាយផ្លូវពីទឹកធ្លាក់រលាបគុយដែលពីផ្ទះតាយាយទៅដូចជាចម្ងាយតែ1គីឡូជាងទេបងប្អូន1គីឡូកន្លះហ្នឹងហើយដោយសារខ្ញុំថ្ងៃហ្នឹងខ្ញុំទៅដល់ឡើងទៅធ្លាក់ហើយប៉ុន្តែមិនទាន់ដល់គោលដៅទឹកធ្លាក់លើមួយទៀតទេដោយសារទៅត្រឹមតែទឹកធ្លាក់ដែលវាខ្ញុំអត់ដឹងដំណាក់ទីប្រហែលដែរបងប្អូនពេលនោះនិយាយចង់សពិចសពិលបើសាគេអត់ដល់ដាក់ដំណាក់ដឹងថាទៅដល់ចំណុចមួយនៅលើប៉ុន្តែមានអាដំណាក់លើមួយទៀតនោះស្អាតជាងនឹងទៀតតែថាពេលហ្នឹងវារៀងល្អិលហងយើងវាជើឈឺជើងផងអញ្ចឹងអត់ចង់ឡើងទៅលើហ្នឹងហើយបងប្អូនសម្រាប់ទឹកធ្លាក់អាចនឹងតិចទៀតខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូខាងលើនឹងដែរបងប្អូនហើយមួយទៀតនៅដល់កន្លែងនេះខ្ញុំបានឃើញអាស្រមមួយប៉ុន្តែអាស្រមនេះគឺមិនដឹងថាជាការស្នាក់នៅឬក៏ស្នាក់សច្ចាំងខាងណាដែរខ្ញុំអត់សូវយល់អត់សូវស្គាល់ដែរបងប្អូនសុំទោសផងគាត់ឃើញបងស្រីម្នាក់គាត់នៅខាងហ្នឹងអង្គុយហើយសួរនាំទៅគាត់ថានេះគាត់ជាការកសាងអាស្រមពីសប្បុរសជនដែលជួយកសាងអញ្ចឹងបងប្អូនអាចគេមានគេហៅជំនឿឬការជឿឬការបួងសួងអ្វីមួយអញ្ចឹងណាបងប្អូនអូខេហើយឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរឡើងទៅចំណោតចិត្តដល់ខាងលើហើយបងប្អូនហើយស្ថានភាពផ្លូវដូចបងប្អូនឃើញអញ្ចឹងរៀងល្អិលហើយចោតទី1ខ្ញុំត្រូវតោងខ្សែពួកគេដាក់ខ្សែឲ្យតោងអញ្ចឹងណាស្បែកជើងខ្ញុំក៏វាមានកលាក្រាស់ដែរគាត់ថាពេលខ្លះឡើងក៏នៅតែល្អិលដែរបងប្អូនអញ្ចឹងពេលដែលបងប្អូនឡើងក៏ត្រូវតែប្រយ័ត្នប្រយែងទាំងអស់គ្នាដែរនិយាយកន្លែងនេះនាំនេះចង់ដាក់ជាយកវិចទៅតាមកតាបតែដោយសារយើងអត់ទាន់ហ៊ានហូបទេតើទៅដល់លើហើយក៏មិនមែនហូបច្រើនដែរបងប្អូនមកកំប៉ុងទេម្នាក់ទៅលើនោះឥឡូវយើងបានមកដល់ចំណុចមួយឃើញទឹកធ្លាក់ហើយបងប្អូនឮសំឡេងហើយក៏ឃើញទឹកជ្រោះដែរប៉ុន្តែក៏មិនមែនជាកន្លែងទឹកធ្លាក់ធំណាគឺយើងនៅបន្តដំណើរទៅមុខទៀតបងប្អូនហើយស្ថានភាពផ្លូវគឺបែបនេះបងប្អូនអាចទស្សនាបានរៀងចង្អៀតទូចមួយ trail និយាយទៅមក single trail ដូចជា the hiking ហើយជាខាងស្ដាំដៃដូចជាជំរាលអញ្ចឹងបងប្អូនជំរាលទឹកជ្រោះក៏ប៉ុន្តែស្អាតណាស់កន្លែងនេះបើសិនជាមានអ្នកគេហៅថាព្យាយាមអភិវឌ្ឍកែច្នៃបន្ថែមទៀតឲ្យស្រស់ស្អាតគឺស្រួលមែនតើស្អាតមែនតើគាត់ថាតាយាយគាត់ទៅ2នាក់អញ្ចឹងគាត់មិនអាចរៀបចំបានទាំងអស់ទេបងប្អូនគេឥឡូវនេះយើងកំពុងធ្វើដំណើរឡើងទៅទៀតហើយអូនេះហើយខ្ញុំបានមកដល់ចំណុចរៀងគេហៅទឹកធ្លាក់ហើយកន្លែងអាចលេងបានអញ្ចឹងបងប្អូនអញ្ចឹងចំណុចនេះក៏យើងលេងបានដែរប៉ុន្តែមិនមែនលេងរបៀបហែលទឹកហែលទេគឺលេងរបៀបថាអង្គុយ relax អង្គុយងូតទឹកហើយនៅចន្លោះទឹកធ្លាក់វាមានរោងភ្នំរបៀបថាដូចរោងសងខាងថ្មដែលហូរមកនោះគឺខ្ញុំចូលទៅលេងកន្លែងប្រឡោះហ្នឹងបងប្អូននេះយើងដល់គោលដៅអញ្ចឹងតិចទៀតខ្ញុំនឹងចូលទៅខាងក្នុងតិចទៀតសម្រាប់ងូតទឹកលេងកំសាន្តហើយអ្នកទាំងអស់គ្នាគេសប្បាយអូមកដល់គោលដៅហើយខ្ញុំក៏លើកទី1ដែរមកដល់ទឹកធ្លាក់តាយាយនេះបងប្អូនហើយចឹងទៅក៏ប្លែកនេះកន្លែងនេះបងប្អូនកន្លែងដែលយើងត្រូវចូលដើរទៅក្នុងលេងអញ្ចឹងណាអញ្ចឹងទឹកប៉ុណ្ណេះល្មមលេងហើយមិនខ្លាំងពេកក៏មិនខ្សោយពេកបើស្ថានភាពខែភ្លៀងវស្សាខ្លាំងចំនួនទឹកក៏រៀងហូរខ្លាំងជាងហ្នឹងដែរបងប្អូនអញ្ចឹងអូខេហើយទឹកមានសភាពបែបហ្នឹងមិនថ្លាពេកក៏មិនល្អពេកក្បិតនៅបាតក្រោមគឺសិតតែរបៀបដីខ្សាច់លាយផុកល្បាប់ស្លាបើយើងលេងកន្លែងទឹកហ្នឹងអញ្ចឹងមើលទៅឃើញរៀងល្អប៉ុន្តែបើសិនជាវាទឹកហូរមករៀងខ្លាំងទឹកហ្នឹងគឺថ្លាបងប្អូនដោយសារវាបក់ទឹកល្អលបាយខ្សាច់ហ្នឹងគឺលបាយភក់ហ្នឹងវាទៅខំអស់ហើយអូខេអញ្ចឹងរីករាយទស្សនាទាំងអស់គ្នាបងប្អូនជាមួយនឹងទឹកធ្លាក់រលាបគុយលាក់ខ្លួនណាបងប្អូនអរគុណច្រើន
ដោយបងប្អូនម្ដងទៀតបន្ទាប់ពីបងប្អូនបានទស្សនាជាមួយតំបន់ទឹកធ្លាក់រលៀបគុយហើយក៏ដល់ពេលវេលាខ្ញុំបាទត្រឡប់ទៅភ្នំពេញវិញដោយសារយើងអត់មានពេលច្រើនទេបងប្អូនតែសំខាន់ពីព្រោះយើងធ្វើដំណើរវល់ល្ងាចចឹងពេលវេលាខ្ញុំចាក់ចេញទៅហ្នឹងដូចជាខ្ទង់ម៉ោង3ជាងហើយ3កន្លះហើយចឹងបរំដល់ផ្លូវក្រៅនោះគឺរៀងរសៀលហើយគេចឹងជាវីដេអូមួយដែលខ្ញុំកំពុងតែជិះត្រឡប់បកទៅក្រោយវិញហើយផ្លូវដែលបកទៅក្រោយវិញគឺយើងទៅតាមផ្លូវដែលខ្ញុំបានប្រាប់បងប្អូនព្រឹកមិញអញ្ចឹងដូចមុនហ្នឹងអញ្ចឹងគឺ trail មានលីលំខ្សាច់ហើយបកទៅក្រោយវិញក៏មានឈុតឆាកពិសេសគឺគេហៅថាបដិញគ្នាលេងទៀតបងប្អូននឹងបានឃើញវីដេអូហើយបងប្អូនបាទដោយសារពេលខ្ញុំចេញទៅមុខហ្នឹងគឺខ្ញុំនាំមុខហើយទៅពេលហាក់គេតាមថតវីដេអូទៅពេលគេជួបតន់នៅខ្ញុំនៅខាងមុខហ្នឹងគាត់នឹកឃើញគេថាដូចតំណងក៏គេចាប់ផ្ដើមចាក់គូពីក្រោយដេញតាមខ្ញុំពីក្រោយរហូតដល់ខ្ញុំក៏ទៅតាមពីមុខដេញគ្នាទៀតសប្បាយមែនតើពេលហ្នឹងតែយើងប្រយ័ត្នទៅចាយើងគាត់តែមានបទពិសោធន៍បងប្អូនអូខេនេះកន្លែងនេះហើយដែលជប់ចាក់ដេញគ្នាបងប្អូនទីទស្សនាបងប្អូនគេតិចទៅទេអូលេងគេបានតើថតដល់ទាំងពីរចៃបាទបន្ទាប់ពីបងប្អូនបានទស្សនាជាមួយនឹងសកម្មភាពមុននឹងហើយគឺសកម្មភាពដែលយើងបាន have fun គេហៅថាដេញគ្នាលេងបន្តិចបន្តួចទេបងប្អូនមិនអីបែរឆ្ងាយទេឥឡូវនេះដែរមកដល់កន្លែងផ្លូវនេះដែរគឺជាផ្លូវមួយដែលខ្ញុំបានប្រាប់បងប្អូនដើមមុនដែរគឺជាផ្លូវដែលខ្ញុំចេញមកវិញពីផ្ទះទីតាប៉ុន្តែមិនបានទៅតាមផ្លូវចាស់ទេគឺផ្លូវមួយទៀតដែលខ្ញុំជិះមកពីព្រឹកមិញបាទស្ថានភាពផ្លូវដូចបងប្អូនបានឃើញអញ្ចឹងគឺមានភ្លៀងធ្លាក់ទៅតែរួចរាល់ហើយមុនហ្នឹងបាទពេលដែលភ្លៀងធ្លាក់ហ្នឹងដូចជាមិនបានភ្លៀងធ្លាក់នៅពេលដែលយើងធ្វើដំណើរចេញមកវិញទេប៉ុន្តែដូចជាភ្លៀងមុននៅពេលដែលយើងនៅក្នុងផ្ទះទឹកដីយីតាអញ្ចឹងបងប្អូនហើយផ្លូវដែលខ្ញុំបានជិះចូលមកពីព្រឹកមិញហ្នឹងស្ថានភាពអត់ទាន់មានទឹកមានអីទេប៉ុន្តែទៅពេលភ្លៀងហើយទៅវិញគឺចាប់ផ្ដើមមានដក់ទឹកតាមផ្លូវដូចជាស្ដែងហ្នឹងបងប្អូនអូខេមកដល់ត្រង់ចំណុចនេះខ្ញុំបានថតកន្លែងឆ្លងស្ពានឈើមួយដោយសារខាងស្ដាំដៃនៃខាងផ្លូវនោះគឺមានទឹកលិចមិនថាទឹកដក់ខាងស្ដាំដៃបងប្អូនខាងនេះទឹកជ្រៅដែរបងប្អូនបាទដំណើរកម្សាន្តមួយនេះគឺយើងមានការជួយគ្នាហើយក៏សប្បាយតាមផ្លូវចូលជាការចងចាំដែលអ្នកទាំងអស់គ្នាបានធ្វើដំណើរឆ្លងឧបសគ្គមានផុកមានទឹកអញ្ចឹងម្នាក់គឺមានអនុស្សាវរីយ៍ជាច្រើននៃការដំណើរកម្សាន្តវល់ល្ងាចមួយនេះអញ្ចឹងសង្ឃឹមថាយើងនឹងមានទ្រីបក្រោយៗទៀតហើយផ្លូវដែលយើងធ្វើដំណើរនឹងសប្បាយជាងនឹងទៅទៀតបងប្អូនឥឡូវនេះយើងចាប់ផ្ដើមចេញមកវិញទេសភាពដែលយើងបន្ទាប់ពីភ្លៀងហើយនៅតាមផ្លូវចេញមកវិញគឺស្អាតណាស់វាលស្រែបៃតងអមដោយភ្នំសងខាងបងប្អូនតែសម្រាប់ថ្ងៃលិចដូចជាមិនទាន់ឃើញទេដោយសារអាកាសធាតុរៀងគេហៅថាអ៊ូអាប់បន្តិចបងប្អូនអើយចុះអាប់គេហៅថាមេឃសតុំបាទអញ្ចឹងដំណើរកំសាន្តរបស់យើងវល់ល្ងាចនៅពេលនេះក៏ខិតជិតចូលមកដល់គោលដៅត្រឡប់ទៅវិញហើយក៏យើងចេញទៅដល់ផ្លូវដីក្រហមដែលយើងផ្លូវខាងក្រៅហ្នឹងបងប្អូនហើយផ្លូវដែលខ្ញុំធ្វើដំណើរនេះគឺលឿនផ្លូវកាត់ចេញទៅចំផ្លូវខាងក្រៅចាក់ទៅខាងថ្មក្រាលមកវិញបងប្អូនអូខេអញ្ចឹងដំណើរកំសាន្តវល់ល្ងាចផ្ទះតាយាយទឹកធ្លាក់រលៀបគុយក៏យើងខិតជិតចូលមកដល់ទីបញ្ចប់ដែរបងប្អូនអញ្ចឹងដំណើរកំសាន្តមួយនេះវីដេអូមួយនេះសូមខំថាបងប្អូននឹងចូលចិត្តនឹងរីករាយទស្សនា
ជាមួយនឹងវីដេអូខ្ញុំបាទសូមបងប្អូនកុំភ្លេចជួយចុច like comment និង subscribe និងចុចសញ្ញាកណ្ដឹងផងបងប្អូនខ្ញុំបាទបញ្ញា Travel Adventure សូមអរគុណនិងជូនពរដល់បងប្អូនទាំងអស់គ្នាមានសុខភាពល្អទាំងអស់គ្នាបើសិនជាមានការ voice over ខ្វះខាតឬត្រង់ចំណុចណាខ្លះសូមបងប្អូនខន្តីអភ័យទោសផងបាទអរគុណបងប្អូនចង់រីករាយទស្សនាជាមួយនឹងសកម្មភាពការវិលត្រឡប់ពេញវិញជាមួយខ្ញុំបាទបន្តទៀតសូមអរគុណ